សំឡកកគឺជាមុខម្ហូបមួយដែលប្រជាជនខ្មែរយើងនិយមធ្វើញ៉ាំជាងគេហើយបើបានស្លហើយកដៅយកមកញ៉ាំភ្លាមអញ្ចឹងគឺថាញ៉ាំឆ្ងាញ់ណាស់ប៉ះមេតចេះចេះទៀតហើយបានផុតទឹកសំឡកកកដៅហើយញ៉ាំប៉ះជាមួយនឹងបន្លែចម្រុះធម្មជាតិយើងចេះទៀតគឺថាញ៉ាំទៅឆ្ងាញ់ផ្អែមមែនតើហ្មងផ្អែមចាញ់ពីបន្លែធម្មជាតិហ្មងសម្រាប់សំឡកកខ្ញុំថ្ងៃនេះរឿងផ្លែតិចតែសាយខ្ញុំដាក់ជាមួយនឹងផ្កាល្ហុងឈ្មោលចូលដែរបើសិនបងប្អូនចូលចិត្តរសជាតិល្វីងតិចដូចខ្ញុំអញ្ចឹងអីដាក់ផ្កាល្ហុងចូលទៅគឺកាន់តែមានរសជាតិឆ្ងាញ់ពីព្រោះយើងញ៉ាំទៅវាល្វីងតិចដូចត្រួយម្រាមអញ្ចឹងបើសិនបងប្អូនអ្នកចូលចិត្តល្វីងទេមិនចាំដាក់ផ្កាល្ហុងចូលទេដោយសារតែខ្ញុំឃើញផ្កាល្ហុងឈ្មោលនោះវាលាស់មកល្អពេកទៅក៏កាត់យកមកស្លលាយជាមួយនឹងសំឡកកសំមុខនឹងមកហើយសម្រាប់សំឡកកបងប្អូនអាចដាក់សាច់អីក៏បានដែរតាមចំណង់ចំណូលចិត្តបងប្អូនទេបើមានសាច់ជ្រូកដាក់សាច់ជ្រូកក៏បានអត់មានដាក់ឆ្អឹងជំនីឬក៏សាច់ត្រីក៏បានដែរតាមចំណង់ចំណូលចិត្តរបស់យើងណាសម្រាប់របៀបធ្វើសំឡកករបស់ខ្ញុំនេះគឺខ្ញុំធ្វើបែបហ្នឹងអញ្ចឹងបើសិនបងប្អូនណាធ្វើខុសពីខ្ញុំឬក៏ប្លែកពីគ្នាអីជួយខមមិនប្រាប់ម្នាក់មួយហើយសម្រាប់គ្រឿងផ្សំវិញគឺខ្ញុំប្រើជាមួយនឹងស្ករត្នោតប៊ីចេងម្សៅរ៉ូឌីហើយនិងអំបិលខ្ញុំប្រើជាមួយនឹងទឹកត្រីទេដោយសារខ្ញុំបានបង់ប្រហុករួចហើយរសជាតិគឺខ្ញុំដាក់តែប៉ុណ្្នឹងគឺល្មមឆ្ងាញ់ហ្មងខ្ញុំបានបន្ថែមបន្ថយទៀតទេទៅពេលដែលសាច់ជ្រូកឆ្អិនមិនល្មមខ្ញុំបានបង់បន្លែមួយចំនួនចូលដែរដូចជាល្ហុងហើយនិងល្ពៅបន្ទាប់មកខ្ញុំបានរោយអង្ករលីងទៅលើពេលដាក់អង្ករលីងទៅក្លិនកាន់តែឈ្ងុយមកហ្មងបងប្អូនរីឯទឹកវិញគឺខ្ញុំចាក់1លីត្របន្លែក្នុងឆ្នាំហ្នឹងគឺខ្ញុំប្រើទឹកច្រើនពេកទេនៅពេលដែលយើងរំងាស់វាមកពុះវាចាប់ផ្ដើមឡើងខាប់គឺតំណងឆ្ងាញ់មែនតើព្រោះអីយើងមានបន្លែបៃតងបន្ថែមវាពីក្រៅទៀតអញ្ចឹងដូចជាត្រប់ពុតញងមានស្លឹកខ្ទិះស្លឹកបាយហ្នឹងដាក់ទាំងអស់មកបន្លែទាំងអស់ហ្នឹងគឺសម្បូរទៅដោយវីតាមីនហើយនិងប្រូតេអ៊ីននៅក្នុងទាំងអស់ហើយឆ្ងាញ់ទៀតណាហើយបើសិនជាបងប្អូនចេះផ្កាល្ហុងឈ្មោលទៀតដាក់ចូលទាំងអស់មកបងប្អូនអើយឆ្ងាញ់មែនតើហ្មងរសជាតិល្វីងតិចណាតែបើសិនបងអត់ចេះល្វីងទេមិនបាច់ដាក់ក៏បានដែរដល់ពេលដែលបងបន្លែបៃតងចូលអស់រំងាស់មកពុះបិទភ្លើងជាការស្រេចហើយកុំរំងាស់វាយូរពេកតែរំងាស់យូរពេកក៏លួយបន្លែអស់ក៏ញ៉ាំលែងឆ្ងាញ់ដែរខ្ញុំភាគច្រើនណាស់សឡកកខ្ញុំចូលចិត្តញ៉ាំបន្លែទេហ្មងញ៉ាំទឹកសឡលេងទេហ្មងអត់ចូលចិត្តញ៉ាំមួយបាយទេព្រោះយើងញ៉ាំមួយបន្លែមួយអីក៏វាឆ្អែតដែរហើយឆ្ងាញ់ទៀត